Hello តាជាហៅហ៊ុនអ៊ីនឡាយតោសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះម៉ាក់ខ្ញុំគាត់ឆាតឡាចឲ្យខ្ញុំហូបដោយសារខ្ញុំប្រាប់គាត់ថាខ្ញុំចង់ហូបឆាតឡាចដោយសារតែខ្ញុំនឹករសជាតិម្ហូបដែលម៉ែខ្ញុំគាត់ធ្វើឲ្យគាត់ធ្វើឆ្ងាញ់ណាទិញគេអត់ដូចគាត់ធ្វើទេអញ្ចឹងទៅខ្ញុំចង់ហូបម្ហូបទេម្ហូបគាត់ធ្វើឆ្ងាញ់ហ่าបើម្ហូបខ្ញុំធ្វើអត់សូវឆ្ងាញ់ទេឲ្យតាមម្ហូបគាត់ធ្វើគឺខ្ញុំហូបបាយបានច្រើនមែនតើដោយសារតែគាត់ធ្វើឆ្ងាញ់ឃើញគាត់ធ្វើដូចតែគេដូចតែឯងសោះប៉ុន្តែរសជាតិឆ្ងាញ់មែនតើមិនអាចបំភ្លេចបានទេបើខ្ញុំនៅផ្ទះវិញងាកហូបបាយបន្ទាប់មកទៀតខ្ញុំក៏មកជួយកាត់ភ្លើងគាត់ហើយក៏គាត់បានដាក់តំណប់ឆ្នាំងទៅចាលើកនឹងអត់ដាក់ឆ្នាំងចាវទេដោយសារតែឆ្នាំងចាវហ្នឹងគឺជាប់ធ្វើម្ហូបមួយមុខទៀតចឹងទៅម៉ែក៏យកឆ្នាំងមកឆាបើចាំឆ្នាំងចាវយូរហើយនឹងកន្លះចិត្តហើយលាងហើយនេះសាច់ជ្រូកដែលយើងលាងហើយបន្តមកទៀតម៉ែក៏គាត់ច្រាំកន្ទឹមនេះជាកន្ទឹមដែលច្រាំរួចហើយបន្តមកទៀតក៏ដាក់ឆ្នាំងហើយគាត់ចាក់ខ្លាញ់ចូលដាក់ខ្ទឹមសចូលដែលយើងកញ្ច្រាំរួចយើងដាក់ចូលទៅបន្ទាប់មកធ្វើការកូរវាឲ្យរាងក្រហមបន្ទាប់មកយើងក៏ចាក់សាច់ចូលអញ្ចឹងណាហើយនេះម៉ែរបស់ខ្ញុំគាត់បានចាក់សាច់ចូលបន្ទាប់ពីយើងចាក់សាច់ចូលយើងកូរសាច់នឹងបន្តិចទៅទៅពីគាត់ចាក់សាច់ចូលហើយក៏គាត់រៀបរាប់ប្រាប់ម្ហូបនឹងថាត្រូវធ្វើមិនអញ្ចឹងហើយគាត់ប្រាប់មុខម្ហូបជាច្រើនមកកាន់ខ្ញុំតែខ្ញុំចាំអត់អស់ទេគឺថាម្ហូបច្រើនមែនតើដែលគាត់ប្រាប់ខ្ញុំតែខ្ញុំភ្លេចច្រើនមែនតើគាត់ប្រាប់ពីរបៀបធ្វើច្រើនមែនបន្ទាប់ពីម៉ែរបស់ខ្ញុំគាត់បានកូរសាច់ហើយក៏គាត់ធ្វើការដាក់ម្រេចប៊ីចេងអំបិលនិងស្ករចូលបន្ទាប់មកក៏ធ្វើការកូរសាច់នឹងចូលគ្នាជាមួយគ្រឿងដែលគាត់បានដាក់មិញហ្នឹងបន្ទាប់មកក៏គាត់ដាក់ទឹកត្រីចូលរៀងស្អាតវាកាពះចឹងមិនដាច់ជាបន្ទាប់ពីគាត់ទុកសាច់នឹងឲ្យរាងគាត់ក៏ចាក់ទឹកចូលបន្ទាប់មកក៏គាត់ដាក់បន្លែចូលបន្ទាប់មកទៀតក៏គាត់ធ្វើការទុកបន្លែនឹងឲ្យឆ្អិនវាជាការស្រេចនឹងឲ្យអ្នកនរគ្នាវីដេអូរបស់ខ្ញុំមានតំណែងនឹងបាយជួបខ្ញុំនៅពេលក្រោយទៀតអត់ឡើងដល់បាយវាយកពេកទៅបាក់ពេញបាយទៅ